លោកឆៃម៉ាទីណាល់អភិបាលរងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី12ខែមករាឆ្នាំ2026បានអញ្ជើញបើកកិច្ចប្រជុំផ្ទៀងផ្ទាត់វាតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី4របស់បេក្ខភាពក្រុងបាត់ដំបងដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីលោកចែមរ៉ាណែលអគ្គនាយករងនៃក្រសួងទេសចរអភិបាលរងក្រុងលោកស្នងការរងនគរបាលខេត្តលោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធជាសមាជិកក្រុមការងារវិតម្លៃទីក្រុងស្អាតថ្នាក់ខេត្តជាច្រើនរូបទៀតក្នុងរបាយការណ៍របស់រដ្ឋបាលក្រុងបាត់ដំបងបានបញ្ជាក់ថាកន្លងមកក្រុងបាត់ដំបងធ្លាប់បានទទួលបានជ័យលាភីផ្ការំដួលបៃតងចំនួន3លើកឆ្នាំ2015ឆ្នាំ2018និងឆ្នាំ2022ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជានិងជាបេក្ខភាពជ័យលាភីស្តង់ដារទីក្រុងទេសចរស្អាតអាស៊ានចំនួន2លើកព្រមទាំងពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ានឆ្នាំ2015ផងដែរលើពីនេះទៀតក្រុងបាត់ដំបងបានក្លាយជាក្រុងច្នៃប្រឌិតម្ហូបអាហារនៃបណ្ដាញទីក្រុងច្នៃប្រឌិតអង្គការ UNESCO Gastronomy of UCCN នៅក្នុងឆ្នាំ2023និងជាសមាជិកនៃសម្ព័ន្ធភាពទីក្រុងទេសចរវិថីសូត្រ Alliance of Silk Road Tourist City នៅក្នុងឆ្នាំ2024ថ្មីនេះក្រុងបាត់ដំបងក៏ជាប់ជាទីក្រុងទេសចរគ្មានផ្សែងបារីនិងការបញ្ឈប់ការបន្តបងពីវាពីការផងដែរនៅក្នុងការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជាលើកទី4នេះសុពលភាពឆ្នាំ2026-2029រដ្ឋបាលក្រុងបាត់ដំបងមានសកម្មភាពនិងលទ្ធផលការអភិវឌ្ឍទីក្រុងស្របតាមគោលការណ៍នៃសូចនាករគោលចំនួន7សូចនាករលម្អិតចំនួន41និងលក្ខណៈវិនិច្ឆ័យចំនួន113លោកឆៃម៉ាទីណាល់បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូបញ្ជាក់ថាឥឡូវនេះក្រុងបាត់ដំបងកាន់តែរិចមនុស្សកាន់តែច្រើនទៅក្នុងក្រុងបាត់ដំបងបានទទួលនៅជំនួយពីខាង ADB បានរៀបចំកែលម្អប្រព័ន្ធលូរំដោះទឹកកខ្វក់នៃក្រុងបាត់ដំបងកន្លងមកនេះចំពោះប្រព័ន្ធលូរំដោះទឹកកខ្វក់ឥឡូវបានរៀបចំនៅត្រើយខាងកើតនិងត្រើយខាងលិចរួចរាល់ហើយក្នុងឆ្នាំ2027នេះបាត់ដំបងសម្រេចបានទៅជាក្រុងមួយដ៏ស្រស់ស្អាតដោយយើងមានហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងតំបន់អភិរក្សនេះគឺជាទីកន្លែងស្រូបភ្ញៀវទេសចរបានច្រើនសង្ឃឹមថាឆ្នាំ2027-2028ខេត្តបាត់ដំបងចាប់ផ្ដើមមានការអភិវឌ្ឍបន្តទៀតក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តអាណត្តិទី2នេះខេត្តបាត់ដំបងយើងនឹងមានមុខមាត់គឺដោយមានលោកស្រីជាប្រធានមន្ទីរអង្គភាពក្នុងខេត្តជួយជ្រោមជ្រែងគ្នាដើម្បីទីក្រុងរបស់យើងកាន់តែមានការអភិវឌ្ឍស្រស់ស្អាតស័ក្តិសមនឹងកេរ្តិ៍ឈ្មោះកិត្តិយសរបស់យើងទាំងអស់គ្នាលោកចែមរ៉ាណែលបានមានមតិចូលរួមដោយលើកឡើងថាកិច្ចប្រជុំថ្ងៃនេះគឺជាការចោះវិតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី4ធ្វើយ៉ាងណាឲ្យសមស្របទៅតាមស្តង់ដារទីក្រុងស្អាតមានភាពសុក្រឹតច្បាស់លាស់ហើយកិច្ចប្រជុំនេះជាកំណត់ហេតុរួមមួយនៅពេលប្រជុំចប់ក្រុមការងារនឹងធ្វើកំណត់ហេតុមួយដើម្បីឲ្យរដ្ឋបាលក្រុងពិនិត្យមើលនិងចុះហត្ថលេខារួមនៅលើកំណត់ហេតុនេះមានរៀបចំជារបាយការណ៍វិតម្លៃនិងផ្ដល់ពិន្ទុក្នុងនោះដែរខេត្តបាត់ដំបងបានទទួលជ័យលាភីផ្ការំដួលចំនួន3ទងរួចមកហើយរដ្ឋបាលក្រុងមានបទពិសោធន៍ច្រើនតាក់ទងទៅនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតផងដែរ